សួស្តីបងប្អូនទាំងអស់គ្នាតោះថ្ងៃនេះយើងនឹងមកសិក្សានៅចំណោទទី7ក្នុងមេរៀនទី20ចាទំព័រទី140ជាបន្តទៀតកនេះហើយក៏ជាលំហាត់ចុងក្រោយនៃមេរៀនទី6ដែរចាចឹងក្នុងចំណោទនេះគេឲ្យប្រធានមកយើងចឹងដើម្បីដោះស្រាយចំណោទនីមួយបានជំហានទី1ដែលបងអូនត្រូវធ្វើហ្នឹងគឺអូនអានប្រធានដោយការយកចិត្តទុកដាក់ចាគឺអានដើម្បីចង់ដឹងថាតើក្នុងប្រធានដែលគេឲ្យយើងហ្នឹងគេប្រាប់អ្វីខ្លះដល់បងអូនហើយគេសួររកអ្វីតើអ្វីដែលគេប្រាប់បងអូនហ្នឹងវាគ្រប់គ្រាន់ក្នុងការរកនៅចម្លើយរបស់យើងបានដែរឬទេបើរកមិនបានយើងត្រូវរកបន្ថែមអ្វីខ្លះទៀតមែនទេអូនតោះអញ្ចឹងអូនអានចំណោទនេះជាមួយអ្នកគ្រូទាំងអស់គ្នាគេចាក់ទឹកពេញអាងមួយរាងស៊ីឡាំងកូនចាដែលមានអង្កត់ផ្ចិតកូនណាគឺ1.2 ម៉ែត្រ1.20 ម៉ែត្រចានិងប្រវែងគឺ2ម៉ែត្រចាអញ្ចឹងចង់និយាយថាអាងហ្នឹងគឺមានរាងជាស៊ីឡាំងចាដែលមានអង្កត់ផ្ចិតបែបនេះណាហើយបណ្ដោយវាគឺ2ម៉ែត្រចាផ្នែកសងខាងនៃអាងនេះផ្ដំដោយកន្លះស្វែចាស្វែកន្លះស្វែសងខាងគឺមានកន្លះស្វែចំនួន2អញ្ចឹងចំនួន2បើយើងផ្គុំវាបញ្ចូលគ្នាគឺបានស្វែមួយមែនទេកូនមានអង្កត់ផ្ចិតស្មើនឹងអង្កត់ផ្ចិតស៊ីឡាំងចាវាស្មើនឹង1.2 ម៉ែត្រដែរកូនណាក៏រកចំណុះទឹកដែលមាននៅក្នុងអាងនោះដោយគិតជាលីត្រចាអត់គិតជាម៉ែត្រទេគឺគិតជាលីត្រចាខមនុស្សម្នាក់ប្រើទឹកអស់ជាមធ្យមចាគឺ200លីត្រក្នុងមួយថ្ងៃតើគ្រួសារមួយមានគ្នា5នាក់អាចប្រើទឹកនេះបានប៉ុន្មានថ្ងៃចាតកតងទៅនឹងចំណុចនេះណាគ្រូចង់ឲ្យបងប្អូនទាំងអស់គ្នាមើលត្រង់អ្វីដែលគេប្រាប់យើងគឺអាងហ្នឹងមានបណ្ដោយ2ម៉ែត្រហើយអង្កត់ចិត្តវាគឺ 1.2 ម៉ែត្រហើយសងខាងនៃអាងហ្នឹងគឺមានរាងជាស្វែទៀតកូនណាចាអញ្ចឹងអ្នកគ្រូនឹងគូសរូបឲ្យបងប្អូនមើលដើម្បីបងប្អូនងាយស្រួលក្នុងការដោះស្រាយក៏ប៉ុន្តែនៅក្នុងនេះគេប្រាប់កូនថា1ម៉ែត្រគូបវាស្មើនឹង1000លីត្រចា1ម៉ែត្រគូបស្មើ1000លីត្រកូនណាចាគេបញ្ជាក់ប្រាប់យើងអញ្ចឹងយើងរកលំហាត់នេះជាមួយអ្នកគ្រូទាំងអស់គ្នាតាមរយៈរូបសិនប៉ុណ្ណាអញ្ចឹងអូនត្រូវគូររូបឲ្យគេមួយសិនណាតោះចេញមកគូររូបជាមួយអ្នកគ្រូទាំងអស់គ្នាប៉ុណ្ណាគឺអ្នកគ្រូគូអន្តត់ពីរស្របគ្នាបែបនេះហើយអ្នកគ្រូរកអញ្ចប់ផ្ចិតវានេះគេផ្ចិតវាកូនអញ្ចឹងយើងបានផ្ចិតហើយយើងធ្វើមិនទៀតអូនចាអូនប្រើតែឈានមកដើម្បីបាននេះតោះចឹងអូនប្រើតែឈានគូសវាមកកូនរៀងស្វែហ្នឹងគូសវាមកកូនតោះចឹងរូបនេះកូនណាដោយសាររូបតូចពេកគ្រូបាក់គ្រូដាក់ឲ្យមើលចាអញ្ចឹងកន្លះនេះគឺជាកន្លះស្វែចំនួន2អញ្ចឹងបើយើងយកស្វែកន្លះទាំងពីរហ្នឹងមកផ្គុំបញ្ចូលគ្នាយើងបានស្វែមួយបាត់វិញណាអញ្ចឹងយើងកាត់រូបចេញមកយើងកាត់រូបចេញមកកូនណាអញ្ចឹងបណ្ដោយវាគឺ2ម៉ែត្រអានេះបើយើងអង្កត់ចិត្តវាកូនណាគេប្រាប់អង្កត់ចិត្តគឺ 1.2 ម៉ែត្រចាណាគូរៀងបណ្ដោយវែងតិចកូនណាតោះអញ្ចឹងនេះគេប្រាប់អង្កត់ចិត្តពីនេះមកដល់នេះអញ្ចឹងក្នុងការកណនាគឺគេឲ្យកូនរកចំណុះទឹកនៅក្នុងហ្នឹងកូនណាចំណុះទឹកហ្នឹងយើងគិតទៅតាមរូបយើងគឺវាមានរាងជាស៊ីឡាំងចាអញ្ចឹងកាលណាស៊ីឡាំងយើងរកមៀតអីគេរកមៀតស៊ីឡាំងនេះមួយហើយយើងរកមៀតនៃកន្លះស្វែទាំងពីរគុំបញ្ចូលគ្នាយើងបានស្វែមួយទៀតមែនទេអូនចាអញ្ចឹងជំហានដំបូងគឺយើងរកមៀតរបស់ស៊ីឡាំងអញ្ចឹងតាក់ទងទៅនឹងរូបមន្តមៀតស៊ីឡាំងគឺវាស្មើនឹងផៃអការ៉េគុណនឹងកម្ពស់ចាអញ្ចឹងអគឺជាកម្មតែក្នុងនេះគេប្រាប់អង្កត់ចិត្តអញ្ចឹងបងអូនស្វែងរកកម្មជាមុនសិនណាចាចឹងចំណុចទី1ហ្នឹងគឺកូន
rọc mịt đấy cái con có róc chấm nó tắc nòng àm chà kết chị ấy con kết chị lịt róc cho nó tắc nòng ám kết chị lịt chà cái ai dân kết chị lịt rồi nè ta môn nâng con rau chấm nó tắc nâng bán con rau cam bị sần á chén con ăn mấp pro vài cam xì lăng phụ ấy sve hay xì lăng nó cứ miếng vài cam được nè con nè chén cái tha vài cam là bò sve nó smile nứng cam là bò xì lăng chén vài cam viết cứ o viết smile nừng ông cọp chất dưỡng cứ đọc pí mua cho pí chai nắng nâng pì chà dân chai tới ban son cho bầm mùi chà cứ smile là có đặc hổng son cho bầm mùi mày chà chẳng miên hay cào xì láng nè bị nói năng báo thằng đấy cứ mùi xong thì mày chẳng chẳng ai đọc ban nữa con ai thưa ban nữa miệt ở bò với smile ấy chà thì mỗi con kẻ nia miệt ở bò xì láng sân máu cha mít xì làng chà mít xì làng chân mít xì lắng với smile nằng bà tam được muốn chứ cứ ví smile nằng phái cà ré côn nằng cẩm pù mẹ nó ớn chà nâng tam được muốn chứ cứ ví smile nằng phái cà ré côn nằng cẩm pù tỏ trên những khu xe hàng cam tem đón tới phái chứ cứ bày trò đọc 4 côn nằng chứ cứ sôn cho bầm muối con lư bị chia cà ré con nâng cẩm pua chứ cứ egg chứ cứ mang con pi đã cô cho làm lại cứ đợi con nâng pi chà chẳng con kẹt niệm á tao kẹt niệm mày cô tao né chẳng cứ bầm muối cà ré xong tốt cứ sôn cho bầm muối cà ré mình hay sôn cho bầm muối con nâng sôn cho bầm muối con á chà chớn bầm muối đón xa bầm muối xe lên bầm muối ra tục bay bầm muối sôn đón sôn nâng bay chớn sôn muối đón sôn con bột bị trâu khné má khi được mang bầm muối bay sôn khỏi chọt chớn muối pì chớn muối pí chọt chà con chơi biết từ con nắng bay cho đọc 4 được con pí của bà đài chà chớn con nâng bay cho đọc 4 thiệt má sôn dọc sôn cho sam mỗi con nặng bấy cho đọc buồn ta buồn mỗi đó một hay buồn hả con buồn mỗi đó một hay buồn chà một chà buồn mỗi đó một hay buồn sẽ lịch 4 ra tục pí buồn bay đóng đọc pi nằng pí đọc buồn ra tục muối buồn mà đó buồn sau đó sâu nằng muối mùi và muối đó và muối bay đó bay muối sau đó sâu bay muối đó đọc bảy xe lên bảy ra tục muối bay đó buồn là muối đọc sẽ sâu ra tục muối bay mà đó bay nằng muối bay sau đó sâu là muối chà ta bạn 4 đóm ra tục muối pí đóp đập 7 ra tục muối
ចាចឹងក្រោយចុចយើង1 2 3 4កណារាប់មក1 2 3 4កូនយកវាទៅគុណនឹងប៉ុន្មានទេកូនគុណនឹង2ចាចេះអ្នកគ្រូដាក់ដូរទីតាំងអ្នកគ្រូគុណជាហ៊ានទៀតកូនណាបាទចឹងយើងគុណនឹង2អូន2 4 ដង 8 2 0 ដង 0 2 3 ដង 6 2 ម្ដង 2 2 ម្ដង 2 ក្រោយចុចយើង1 2 3 4ខាងនេះអត់មានទេកូនណាចឹង1 2 3 4ចាចឹងយើងបានចម្លើយមួយហើយណាចាអ្នកគ្រូដាក់ស្មើខាងនេះតែម្ដងហ្មងទេចាយើងគុណខាងលើមួយហ្នឹងយើងស្មើនឹង2ចុចម៉ែត្រគូបកូនណាចាតោះបន្តទៀតកូនរកមៀតអីគេកូនមៀតរបស់ស្វែមៀតស្វែបានន័យថាអ្នកគ្រូដាក់រកមៀតស្វែសារអីសារកន្លះស្វែទាំងពីរហ្នឹងគុំបញ្ចូលគ្នាបានស្វែមួយអញ្ចឹងអ្នកគ្រូរកមៀតស្វែតែម្ដងកូនណាអញ្ចឹងតាមរូបមន្តរបស់យើងមៀតរបស់ស្វែស្មើនឹង4/3គុណនឹងផាយគុណនឹងអស្វ័យគុណ3តោះណាកូនអញ្ចឹងកូនទាញបាន4/3គុណនឹងផាយយើងគឺ 3.14 គុណនឹងចា 0.6 លើកជាគូបណាតោះអញ្ចឹងដោះស្រាយជាមួយអ្នកគ្រូទាំងអស់គ្នាណាយើងបានឥឡូវអូនកណនីនេះមុនមកនេះ 0.6 គុណចាអញ្ចឹងអ្នកគ្រូបាន 0.6 គុណនឹង 0.6 លើកទី1ចាអញ្ចឹងយើងគុណម្ដងណាយើងគុណម្ដងហើយអញ្ចឹង6 1ដង36សេរី6ត្រាទុក3 6 0 ដង 0 នឹង 3 0 0អញ្ចឹងយើងបូកបញ្ចូលគ្នាមកគឺយើងបាន6 3 0 ក្រោយចុច1 2ចុចអញ្ចឹងកូនយកហ្នឹងទៅគុណភាសាទៀតកូនណាគឺ 0.6 ហ្នឹងទៅគុណនឹង0. ចាគូដាក់ចេះតែម្ដង36អញ្ចឹងណាគុណនឹង 0.6 ទៅវាស្រួលគិតជាងចា 0.36 គុណនឹង 0.6 អញ្ចឹង6 ដង 36សេរី6ត្រាទុក3 6 3ដង 18 18នឹង3 21ត្រាទុក2 6 0 ដង 0 0នឹង2 2កូនណា0 6 ដង 0 0 3 ដង 0 0អញ្ចឹងកូនបូកវាមក6 1នេះ2តោះប្រើចុចយើង1 2 3ជាងកូនរាប់មក1 2 3 1 2 3ចុចកូនណាតោះអញ្ចឹង 0.6 ស្វ័យគុណ3ហ្នឹងយើងកណនីទៅគឺបាន 0.200 តោះឥឡូវវាស្មើនឹង0ចុចប៉ុណ្ណឹងគឺគុណនឹងប៉ុន្មានកូនគឺគុណនឹង 3.14 ចាចឹងអ្នកគ្រូកណនីទៅណាគឺយក0.6 គុណនឹង 3.14 អ្នកគ្រូបញ្ជាក់បន្តិចរឿងលេខគុណអ្នកគ្រូតម្រង់ចុចទេលើកលែងតែវិធីបូកនិងវិធីដកបានអ្នកគ្រូតម្រង់ចុចឲ្យត្រង់ចាឥឡូវយើងសោតមក4 6 ដង 24សេលេខ4ត្រាទុក2 4 ម្ដង 4 នឹង 2 6 4 2 ដង 8 4 0 ដង 0 ណា 1 6អញ្ចឹងគុណនឹង1វាស្មើនឹងខ្លួនឯងកូនណាតោះចា 3 6 18សេលេខ8ត្រាទុក1 3 ម្ដង 3 3 នឹង 1 4 3 2 ដង 6 3 0 ដង 0កូនណា
ចឹងយើងបូកបញ្ចូលគ្នាមកគឺបាន4បាន12ត្រាទុក1 10 18ត្រាទុក1 6 7 6 0 អញ្ចឹងក្រោយចុចយើងរាប់មក1 2 3 4 5 1 2 3 4 5តោះឥឡូវអ្នកគ្រូគុណហើយគឺអ្នកគ្រូគុណឃើញចម្លើយប៉ុណ្ណេះគាត់ណាឥឡូវអ្នកគ្រូយកចម្លើយមកចែកជាបន្តទៀតណាអញ្ចឹងគុណមើលក្រោយចុចយើងមានប៉ុន្មានខ្ទង់កូន1 2 3 4 5ហើយអូនមើលស្មើ1 2 3 4 5អញ្ចឹងអ្នកគ្រូថែម0 1 2 3 4 5 0អញ្ចឹងអ្នកគ្រូលុបចុចនេះចោលបានអញ្ចឹងខាងនេះមាន6ខ្ទង់អ្នកគ្រូកាត់យក1 2 3 4 5 6អញ្ចឹងបើតូចជាងអញ្ចឹងកូនគួរធ្វើម៉េចគឺថែម0ថែមចុចមែនទេកូនថែម0ថែមចុចចាអញ្ចឹងអានេះវា6ខ្ទង់អានេះក៏6ដែរអញ្ចឹងបានចុចកូនថែម0ថែមចុចកណាបានកាត់យកទាំងអស់ចេះវិញបានគ្រាន់គាត់ណាអញ្ចឹងឡើង7អញ្ចឹង27 3ម៉ានដងអញ្ចឹង9 9សដង0 0 0 0 0 9 3ដង27អញ្ចឹងកូនដកវាចេញមកនៅសល់0នៅសល់6សល់9 2 1 0កូនថែម0ចាយតទៀតអញ្ចឹង2 4 6ខ្ទង់អញ្ចឹងអានេះក៏2 4 6ដែរអញ្ចឹងកូនដាក់បាន0ហើយអញ្ចឹងថែម0ទៀតចាយទៀតកូនណាចា12 3ម៉ានដង4ចាអញ្ចឹង4សដង0 0 0 0 12កូនដកមកនៅសល់0 0 0 6 9 0ថែម0ចាយតទៀតចាអញ្ចឹងយើងគិតមើល9យើងដាក់បាន3កូនណា3សដង0 0 0 0 0 3 3ដង9ដកទៅនៅសល់0 0 0នេះសល់6សល់0 6យើងថែម0ដាក់បាន2ទៀតកូនណាចាអញ្ចឹង0ចាយតទៀតមកកូន0 0 6ដាច់តែម្ដងកូនណា2 3ដង6តោះអញ្ចឹងចម្លើយរបស់មិត្តស៊ីឡាំងយើងគឺស្មើនឹង0.2 ម៉ែត្រគូបចាឥឡូវយើងអាចរកចំណុះទឹកក្នុងដោយសារតែចំណុះទឹកវាទៅតាមរបស់មាត្ររបស់វត្ថុដែលយើងដាក់វាមែនទេកូនអញ្ចឹងចំណុះទឹកវាមានមាត្រទៅតាមវត្ថុដែលយើងដាក់អញ្ចឹងវត្ថុយើងដាក់គឺមានរាងជាស៊ីឡាំងហើយសងខាងមានកន្លះស្វែ2ឥឡូវយើងរកមាត្រទាំងពីរហ្នឹងឃើញហើយអញ្ចឹងតែយើងអាចរកមាត្ររបស់ចំណុះទឹកហ្នឹងបានទេបានហើយអញ្ចឹងក៏ដាក់មកដូចនេះចាគឺយើងដាក់ថាចំណុះទឹកដែលមាននៅក្នុងអាងចាអញ្ចឹងចំណុះទឹកដែលមាននៅក្នុងអាងចាចេះចំណុះទឹកដែលមាននៅក្នុងអាងមានន័យថាកូនយកមាត្ររបស់ស្វែមាត្ររបស់ស៊ីឡាំងយើងគឺប៉ុន្មានកូន2.8នេះទៅបូកជាមួយនឹងមាត្ររបស់ស្វែយើងគឺ0.432ហើយទៅគុណនឹង1000ព្រោះអី1ម៉ែត្រគូបវាស្មើ1000អញ្ចឹងនៅគូគុណនឹង1000តែម្ដងកូនណាចាអញ្ចឹងចម្លើយនៅគូដាក់ខាងក្រោមរបស់យើងនេះចាតោះឥឡូវកូនដោះស្រាយមកប្រមាណវិធីយើងតោះ
ចឹងកូនធ្វើប្រហែលធីតិចមកគឺយកវាពីរនេះបូកបញ្ចូលគ្នាកូនណាបូកនឹង0ចុចកូនបូកបញ្ចូលគ្នាណាតោះ10ត្រាទុក1 5នេះ6 11ត្រាទុក1គឺ3ចុចចឹងណាកូនយកវាទៅគុណនឹង1000ទៀតកូនណាកូនយកចម្លើយទៅគុណនឹង1000ទៀតចាគុណនឹង1000មក1000មាន0ហ្មងកូន1000មាន0ចំនួន3មែនទេអូនចឹងកាលណាគុណនឹង1000គឺអត់ពិបាកនឹងការគុណទេគុណសរសេរតួលេខនឹងឡើងវិញមកហើយថែម0 1 2 3 1 2 3ក្រោយចុចយើង1 2 3 4 1 2 3 4ចាអូកណាតោះអភ័យទោសអ្នកគ្រូបាត់លេខមួយខ្ទង់កូននេះចាថែម0កូនណានេះ2អានេះវា11ចាគ្រូបុកទៅខុស11ចឹង11នេះ2តាទុក1នេះ5ត្រូវកូនណាតោះចឹងបាត់តែមួយខ្ទង់ក៏ខុសដែរអ្នកគ្រូមានថាមើលយូរទៅចង់បញ្ហាចានេះ12កូនណាចឹងអ្នកគ្រូគុណម្ដងទៀតកូនគឺយើងស្មើនឹង3 1 6 5 1 2 0យើង1 2 3 1 2 3កូនណាចឹងយើងមើលខាងក្រោយចុច1 2 3 4 5ចឹងរាប់មក1 2 3 4 5ចាប៉ានេះកូនណាចាចឹងគឺចំណុះទឹកយើងដែលមាននៅក្នុងអាងហ្នឹងគឺ3165.12 លីត្រអូនណាតែឥឡូវយើងចូលបន្តគឺយើងរកចំណុចខចាតោះខរកជាមួយអ្នកគ្រូទាំងអស់គ្នាមកខនេះគេចង់បានអីកូនគេរកមនុស្ស5នាក់ប្រើទឹកចាបើមនុស្សម្នាក់ប្រើទឹកអស់200លីត្រក្នុងមួយថ្ងៃតើគ្រួសារមួយនោះមានគ្នា5នាក់អាចប្រើទឹកបានចាអញ្ចឹងរកចំនួនថ្ងៃដែលគ្រួសារនោះប្រើទឹកអស់ចារកចំនួនថ្ងៃដែលគ្រួសារនោះប្រើទឹកអស់អញ្ចឹងបើទឹកទាំងអស់មានប្រមាណកូនមានប៉ុន្មានលីត្រណាអញ្ចឹងម្នាក់គេប្រើអស់ប្រមាណ200លីត្រក្នុងមួយថ្ងៃហើយកូនជាមធ្យម200លីត្រក្នុងមួយថ្ងៃអញ្ចឹងមានន័យថាកូនយកចំណុះទឹកទាំងអស់ណាចាទៅចែកនឹងមនុស្ស5នាក់ប្រើក្នុងមួយថ្ងៃអញ្ចឹងមនុស្ស5នាក់ប្រើមួយថ្ងៃគឺមួយថ្ងៃគេប្រើម្នាក់ប្រើអស់200លីត្រហើយកូនម្នាក់ប្រើអស់200លីត្រអញ្ចឹង5នាក់គឺកូនគុណវាចេះមកកូនឃើញចម្លើយវាហើយតោះអញ្ចឹងធ្វើប្រមាណមួយអ្នកអានធ្វើជាមួយអ្នកគ្រូទាំងអស់គ្នាមកគឺមានន័យថាកូនយក200គុណនឹង5សិនមក200ហ្នឹងព្រោះមានវងកញ្ចក់យើងដោះស្រាយក្នុងវងកញ្ចក់ជាមុនសិនកូនណា0 0 5 ពីដង10អស់1000ហើយកូនណាអញ្ចឹងមានន័យថាយើងយក3165.12នេះទៅចែកនឹង1000ចាទៅចែកនឹង1000អញ្ចឹងក្នុង5នាក់មួយថ្ងៃប្រើអស់1000លីត្រហើយនេះ1000លីត្រអញ្ចឹងយើងចែក1000កាលណាចែក1000អត់ពិបាកក្នុងការចែកទេអ្នកគ្រូបង្រៀនបងអូនតាំងពីមេរៀនថ្នាក់ទី7ពីមុនមកហើយគឺមានន័យថាការចែកនឹង1000គឺយើងរំកិលចុចមែនទេកូនរំកិលទៅណាកូន
រំកិលពីស្ដាំទៅឆ្វេងចំនួន0 1 2 3កូនរំកិលមក1 2 3នេះអញ្ចឹងបើគិតទៅគាត់ប្រើបានប្រហែលជា3ថ្ងៃកូនចានេះបើសិនប្រើពិតប្រាកដគឺបានបើគិតជាថ្ងៃកូនណាគឺប្រហែល3ថ្ងៃអ្នកគ្រូដាក់ប្រហែលចាអ្នកគ្រូដាក់ប្រហែលគឺប្រហែល3ថ្ងៃកូនដាក់សញ្ញាប្រហែលវិញចាអញ្ចឹងបាននេះប្រហែលបាន3ថ្ងៃបើគិតជាថ្ងៃកូនណាប្រហែល3ថ្ងៃចាចឹងទឹកដែលគាត់ប្រើប្រាស់ហ្នឹងប្រហែលជាបាន3ថ្ងៃព្រោះអីសមាជិកគាត់មាន5នាក់5នាក់គឺមានន័យថាម្នាក់200 5នាក់វា1000អញ្ចឹង1000បើកាលណាចែក1000យើងរាប់មកមុំ0មាន3 1 2 3រំកិលមកគឺបានប្រហែលជា3ថ្ងៃចាអរគុណសម្រាប់បងប្អូនទាំងអស់គ្នាតាមដានទស្សនានៅវីដេអូរបស់អ្នកគ្រូចាអ្នកគ្រូសមភាពទោសអ្នកគ្រូអត់បានដាក់ឆ្លើយថានៅពីក្រោមទេតែបងប្អូនត្រូវបន្ថែមឲ្យខ្លួនឯងគាត់ណាអរគុណ